សេដ្ឋកិច្ចរបស់រុស្ស៊ីនាពេលបច្ចុប្បន្ននេះគឺកំពុងតែជួបបញ្ហាកាន់តែធ្ងន់ទៅហើយឥឡូវនេះលោកពូទីនគឺប្រាប់មនុស្សគមវិជ្ជាមួយទៀតដើម្បីជំរុញឬក៏លើកទឹកចិត្តដល់កងទ័ពជំនួសនៃការបង់លុយឲ្យកងទ័ពរបស់ខ្លួនគឺបានសន្យាថានឹងឲ្យដីក្នុងម្នាក់ដល់ទៅ2ហិកតានេះបើយោងទៅតាមសារព័ត៌មាន RPC Ukraine ដែលចេញផ្សាយនៅថ្ងៃទី22ខែកញ្ញានេះរដ្ឋបាលរបស់រុស្ស៊ីគឺកំពុងតែប្រឈមមុខទៅនឹងបញ្ហាដ៏អាក្រក់មួយនៅឯទីក្រុងមូស្គូពួកគេបានជូនដំណឹងជាចំហអំពីបញ្ហាសេដ្ឋកិច្ចនិងការកំណត់ថវិកាប្រចាំឆ្នាំខាងមុខនេះបើយោងទៅតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលតស៊ូរបស់រុស្ស៊ីគណៈប្រតិភូមកពីរដ្ឋបាលកាន់កាប់បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចមួយនៅទីនោះមន្ត្រីរុស្ស៊ីបានពន្យល់អំពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននិងការរំពឹងទុកសម្រាប់ការផ្ដល់មូលនិធិនៅក្នុងតំបន់អ្នកចូលរួមនៅក្នុងវេទិកាបានសង្កត់ធ្ងន់ថាថវិកានៅក្នុងតំបន់នឹងត្រូវបានកាត់បន្ថយក្នុងប៉ុន្មានឆ្នាំខាងមុខទៀតដោយសារអស្ថិរភាពសេដ្ឋកិច្ចទាំងមូលនិងតម្រូវការដើម្បីបង្កើនប្រសិទ្ធភាពនៃការចំណាយហើយចំពោះបញ្ហាជាមួយនឹងឯករាជ្យភាពនៃសេដ្ឋកិច្ចវិញគឺនៅទីក្រុងមូស្គូមន្ត្រីបានសម្ដែងការមិនពេញចិត្តដែលរដ្ឋបាលកាន់កាប់មិនទាន់បានសម្រេចនៅក្នុងការអនុវត្តគ្រឹះនៃសេដ្ឋកិច្ចទីផ្សារនៅក្នុងទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេហើយនេះបើយោងទៅតាមអាជ្ញាធររបស់រុស្ស៊ីនេះនាំឲ្យតំបន់ទាំងនោះគឺពឹងផ្អែកទាំងស្រុងទៅលើការផ្ដល់មូលនិធិរបស់សហព័ន្ធការរឹតបន្តឹងផ្នែកសេដ្ឋកិច្ចអាចប៉ះពាល់ដល់លទ្ធភាពទទួលបានមូលនិធិសម្រាប់កម្មវិធីសង្គមគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងប្រាក់ខែសម្រាប់បុគ្គលិកនៅក្នុងស្រុកលោក Vladimir Putin គឺបានសន្យានឹងក្រុមសកម្មជននៅទឹកដីចំនួន2ហិកតាក្នុងម្នាក់សម្រាប់អ្នកដែលចូលរួមនៅក្នុងប្រតិបត្តិការយោធានោះសម្រាប់អ្នកចូលរួមនៅក្នុងប្រតិបត្តិការយោធាប្រឆាំងទៅនឹងអ៊ុយក្រែនអ្នកជំនាញបាននិយាយថាសេចក្តីថ្លែងការណ៍បែបនេះគឺបានឆ្លោះបញ្ចាំងអំពីវិធីសាស្ត្រអាណានិគមរបស់វិមានក្រំឡាំងដែលបង្ហាញថាគោលនយោបាយកាន់កាប់របស់រុស្ស៊ីគឺផ្ដោតទៅលើការដណ្ដើមយកទឹកដីនិងការដណ្ដើមកាន់កាប់ប្រជាជននៅក្នុងតំបន់នោះនៅតំបន់ដែលកាន់កាប់នៃតំបន់ Zaporizhzhia កងកម្លាំងរុស្ស៊ីគឺកំពុងតែចាត់វិធានការដើម្បីដោះស្រាយបញ្ហាកង្វះបុគ្គលិកដោយនាំយកអង្គភាពប្រដាប់អាវុធពីប្រទេសរុស្ស៊ីអ្នកជំនាញក៏បានកត់សម្គាល់ថាជំហាននេះបង្ហាញពីអសមត្ថភាពរបស់អាជ្ញាធរដែលកាន់កាប់នៅក្នុងការគ្រប់គ្រងនៅតំបន់ដោយឯករាជ្យដោយពឹងផ្អែកទៅលើកងកម្លាំងខាងក្រៅដើម្បីរក្សាគ្រប់គ្រងនៅតំបន់ដែលខ្លួនវាយយកបានហើយលើសពីនេះអាជ្ញាធររុស្ស៊ីគឺមានបំណងពន្លឿនការចល័តប្រជាជនអ៊ុយក្រែននៅក្នុងទឹកដីដែលកាន់កាប់ជាបណ្ដោះអាសន្ននោះនៅក្នុងសារព័ត៌មាននេះគឺបានបញ្ជាក់យ៉ាងច្បាស់ថារុស្ស៊ីគឺជួបវិបត្តិសេដ្ឋកិច្ចនឹងដ៏ធ្ងន់ធ្ងរដោយសារតែខាងលោកខាងលិចដោយសារតែពាណិជ្ជកម្មដោយសារតែសេដ្ឋកិច្ចរបស់ខ្លួននោះគឺមានការរាំងស្ទះហើយអ្វីដែលសំខាន់នោះគឺសហរដ្ឋអាមេរិកឬក៏សហភាពអឺរ៉ុបទាំងមូលគឺបានធ្វើការដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងកាន់តែធ្ងន់ធ្ងរហើយនាពេលថ្មីនេះសហរដ្ឋអាមេរិកជាមួយនឹងសហភាពអឺរ៉ុបបានរួមដៃគ្នាដាក់កញ្ចប់ទណ្ឌកម្មថ្មីមួយបន្ថែមទៀតហើយមិនត្រឹមតែប៉ុណ្ណោះនោះទេអ៊ុយក្រែនក៏បានធ្វើការវាយប្រហារទៅកន្លែងចម្រាញ់ប្រេងរបស់រុស្ស៊ីគឺជាក្រុមហ៊ុនដ៏ធំមួយចំនួនដែលអ៊ុយក្រែនបានធ្វើការបំផ្លិចបំផ្លាញចោលនៅតំបន់ចម្រាញ់ប្រេងទាំងអស់នោះដូច្នេះហើយធ្វើឲ្យមានការកាត់បន្ថយនៃសេដ្ឋកិច្ចឬក៏ប្រាក់ចំណូលរបស់រុស្ស៊ីនោះដើម្បីមកផ្គត់ផ្គង់នៅសង្គ្រាមរបស់ខ្លួនកាលពីមុនលោកពូទីនគឺបានសន្យាចំពោះកងទ័ពរបស់ខ្លួនថានឹងផ្ដល់លុយឬក៏ជាប្រាក់សំណងសិនបើកងទ័ពឬក៏កងយោធាណាមានរបួសឬក៏បណ្ដាលរហូតដល់ស្លាប់នោះគឺមានប្រាក់ធ្វើជាសំណងប៉ុន្តែឥឡូវនេះ
លោកពូទីនគឺបដូរកម្មវិធីថ្មីមួយទៀតដើម្បីជំរុញកងទ័ពរបស់ខ្លួននឹងឲ្យមានភាពក្លាហានឬក៏ដើម្បីដណ្ដើមយកទឹកដីរបស់អ៊ុយក្រែននឹងបន្ថែមទៀតឲ្យបានកាន់តែច្រើនគឺដោយសន្យាថាកងទ័ពណាដែលបានចូលរួមនៅក្នុងការប្រយុទ្ធឬក៏ការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែននឹងផ្ដល់ជាដីនោះរហូតដល់ទៅ2ហិកតាឯណោះក្នុងម្នាក់ប៉ុន្តែទោះបីជាលោកពូទីនមានបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរយ៉ាងណាក៏ដោយការធ្វើសង្គ្រាមរបស់គាត់គឺមិនបញ្ឈប់ឬក៏បន្ធូរដៃនោះទេជារៀងរាល់ថ្ងៃរុស្ស៊ីគឺតែងតែធ្វើការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងនិងបាញ់ប្លង់គ្រាប់មីស៊ីលជារៀងរាល់យប់នោះផងដែរ